ស្រាបៀរទាំងនេះមានចំណុចអ្វីដូចគ្នាចម្លើយគឺស្រាបៀរទាំងនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Heineken Cambodia ដែលមានរោងចក្រស្ថិតនៅទីក្រុងនៃរាជធានីភ្នំពេញកាលពីឆ្នាំ1994យើងទទួលបានវិញ្ញាបនបត្រអនុម័តគម្រោងដំបូងបំផុតពីក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា CDC ហើយយើងបានចាប់ផ្ដើមការវិនិយោគធំរបស់យើងដើម្បីនាំយកក្រុមហ៊ុនស្រាបៀរស្តង់ដារអន្តរជាតិមកកាន់ប្រទេសកម្ពុជារោងចក្រត្រូវបានសាងសង់នៅលើទឹកដីខណ្ឌច្បាស់អំពៅហើយផ្លូវមកកាន់រោងចក្រត្រូវបានគេហៅតគ្នាមកថាជាផ្លូវ Tiger តាមឈ្មោះម៉ាកស្រាបៀរអន្តរជាតិដំបូងគេរបស់យើងកន្លងមកយើងបានផលិតស្រាបៀរម៉ាកល្បីៗនិងពេញនិយមជាច្រើនដែលផ្ដល់នូវបទពិសោធន៍ដ៏ពិសេសសម្រាប់អតិថិជនយើងមិនត្រឹមតែផ្ដោតទៅលើគុណភាពរបស់ស្រាបៀរប៉ុណ្ណោះទេតែវាជាការបង្កើតពេលវេលាសប្បាយរីករាយជួបជុំគ្នាដោយចាប់ផ្ដើមពីស្រីសាលីរហូតដល់ក្លាយជាស្រាបៀរសម្រាប់ពិសាដោយចាប់ផ្ដើមពីកសិករដាំស្រូវរហូតដល់ទីកន្លែងដែលយើងជួបជុំតែងតែប្រកាសថាយើងទាំងអស់គ្នាអាចរីករាយជាមួយនឹងស្រាបៀរដែលយើងចូលចិត្តខណៈពេលដែលយើងក៏ជាចំណែកមួយក្នុងការថែរក្សាពិភពលោកដែលយើងកំពុងរស់នៅផងដែរជាមួយនឹងម៉ាកយីហោស្រាបៀរចំនួន5របស់យើងពិតជាមានមោទនភាពណាស់ចំពោះការមានឈ្មោះជា Heineken ព្រមទាំងពណ៌នៃអត្តសញ្ញាណរួមមួយរបស់យើងនោះគឺពណ៌បៃតងអត្តសញ្ញាណនេះតំណាងឲ្យអាជីវកម្មជាលក្ខណៈគ្រួសាររបស់ក្រុមហ៊ុន Heinekenជាកន្លែងធ្វើការមួយដែលតែងតែគិតពីបុគ្គលិកមុនគេនិងសង្ឃឹមថាបង្កើតផលវិជ្ជមានដែលប្រកបដោយនិរន្តរភាពរយៈពេលវែងការពិសាប្រកបដោយទំនួលខុសត្រូវជាស្មារតីដែលយើងមានក្នុងចិត្តយើងជានិច្ចមិនថាអ្នកនៅទីណាទោះបីជាអ្នកនៅក្នុងបារឬក្នុងកម្មវិធីដ៏សាមញ្ញមួយក៏ដោយយើងអាចបង្កើតការចងចាំល្អៗពោពេញដោយការសើចសប្បាយជាមួយគ្នាដោយការទទួលខុសត្រូវដែលនេះហើយជាការរួបរวมដ៏ពិតប្រាកដស្របតាមគោលបំណងរបស់ក្រុមហ៊ុនយើងនៅពីក្រោយកំប៉ុងឬដបនីមួយៗគឺមានវត្តមានបុគ្គលិករបស់យើងជាង700នាក់ដែលយើងកំពុងវិនិយោគក្នុងការពង្រឹងសមត្ថភាពរបស់ពួកគាត់ដែលជាមនុស្សជំនាន់ក្រោយឲ្យកាន់តែប្រសើរឡើងក្នុងមួយកម្រិតទៀតលើសពីនេះយើងក៏បានផ្ដល់ការងារដោយប្រយោលចំនួន 66,000 នៅក្នុងខ្សែសង្វាក់តម្លៃរបស់យើងទាំងមូលយើងមានវត្តមាននៅទីនេះតាំងពីថ្ងៃដំបូងមកម្ល៉េះហើយក៏បានរីកចម្រើនទាំងព្រមជាមួយសហគមន៍ដែលនៅជុំវិញយើងផងដែរតោះចូលរួមអបអរទាំងអស់គ្នានិងបង្កើតភាពរីករាយនៃការរួមគ្នាពិតប្រាកដមួយដើម្បីធ្វើឲ្យប្រទេសកម្ពុជានិងពិភពលោកកាន់តែប្រសើរឡើងអរគុណសម្រាប់30ឆ្នាំជាមួយ Heineken Cambodia